ទីផុតទៅកើតមកជាតិក៏ត្រូវបាត់បង់ជីវិតទៅដូចតែគ្នាទោះជាគ្រប់គ្រងផ្ទះរាវះបរិភោគកាមគុណដោយសេចក្តីរីករាយអីទៅយ៉ាងណាក៏នៅតែដល់ពេលវេលាចាក់ចេញទៅចាំអ្វីកន្លងហួសទៅគឺមិនអាចថាជារបស់យើងអីទៅបានទេប៉ុន្តែគឺអ្វីគ្រាន់តែវេទនាសោយអារម្មណ៍ហើយវិថីចិត្តដឹងអារម្មណ៍រលត់ទៅតែប៉ុណ្ណឹងប៉ុន្តែសំខាន់ពុទ្ធបរិស័ទយើងបានឧបនិស្ស័យនៅក្នុងបហប្រតិក្នុងចិត្តសន្តានអាចឲ្យសម្រេចបាននៅលោកុត្តរកុសលដែលរួចអំពីបញ្ញខណ្ឌរួចអំពីភពជាតិកំណើតទៅនឹងបានតែអស់បញ្ហានៅក្នុងโลกនេះមិនចាំបាច់ត្រេកអរមិនចាំបាច់ត្រូវការនៅវ័យអីណាទេដោយសារមិនមានបញ្ញខណ្ឌហើយក៏មិនមាននៅកិលេសតណ្ហាអត់មានបញ្ហាអីជាមួយនឹងសម្បត្តិនៅក្នុងโลกនេះទេចា៎យើងមិនដឹងនៅក្នុងបញ្ញខណ្ឌហ្នឹងចា៎ในសង្សារវដ្តវែងឆ្ងាយមកសង្ខ័យយេសកកពេសកសកាយាធិកតាអហង្សវត្តសង្សារដោយអសង្ខ័យកັບមានសកាយៈគឺឧបាទានខណ្ឌហ្នឹងប្រព្រឹត្តទៅប៉ុន្តែអនេកជាតិសង្សារំសន្ធាវិន្តិអវិន្ទិសកដោយសារការមិនដឹងនៅវត្តសង្សារពីមួយជាតិទៅមួយជាតិហ្នឹងក៏ចាប់ប្រកាន់បញ្ញខណ្ឌជាបច្ចុប្បន្នហ្នឹងថាជាខ្លួនឯងចឹងទៅរវល់ដើម្បីទំនុកបំរុងហ្នឹងហើយចឹងក្នុងសេចក្តីទាំងអស់នេះយើងពិនិត្យមើលពីមួយថ្ងៃកន្លងទៅមួយខែអស់ទៅហ្នឹងយើងមិនបាននៅអ្វីដែលថាសោយសុខសប្បាយរីករាយរឿងអីហ្នឹងបានຕົកជាទីពឹងមកដល់ថ្ងៃនេះទៅនោះទេមានតែការអប់រំចិត្តវិកាយកម្មល្អវិជ័យកម្មល្អមនោកម្មល្អទៅអានឹងបាននាំឲ្យទទួលផលជាសុខក្នុងបច្ចុប្បន្នហ្នឹងនៅពេលដែលនឹករលឹកឃើញថាអំពើល្អបានធ្វើហើយអាហ្នឹងមានផលមកដល់បច្ចុប្បន្នបើគ្រាន់តែការសែបសោយអីទៅដោយភ្នែកតិចអីទៅបានរូបសម្លេងអារម្មណ៍ល្អផ្លូវច្រមុះផ្លូវដាតផ្លូវកាយអីទាំងអស់ហ្នឹងឯងទេចឹងប៉ុណ្ណាវាអត់នៅអីជាមួយយើងជាប់លាប់មកទេអតីតាធម្មាកន្លងទៅអស់អញ្ចឹងហ្នឹងឯងទីបំផុតគុណចាស់សាងពភ្នោះសំបុណ្យកុសលក្នុងពភ្នោះបានច្រើនដល់នាទីចុងក្រោយនៃជីវិតហ្នឹងគឺអត់មានបានអីដូចគ្នានៅសម្បត្តិក្នុងលោកក៏ប៉ុន្តែបើឧបាសកបាសិកាយើងបានទំនុកបំរុងព្រះសាសនាកុដិសាលាព្រះវិហាររបងខ្លោងទ្វារបច្ច័យ4អីចឹងទៅវាបានក្នុងការសន្សំក្នុងសន្តានហ្នឹងឯងបានទំនុកបំរុងព្រះសាសនាក៏ដូចជាទំនុកបំរុងព្រះសម្មាសម្ពុទ្ធដើម្បីព្រះអង្គគង់នៅតទៅទៀតប៉ុណ្ណាតាមរយៈព្រះធម៌ព្រះវិន័យដែលព្រះធម៌ព្រះវិន័យមានព្រះសង្ឃបានត្រួតត្រងថែរក្សាទុកមកដល់សប្តាហ៍ថ្ងៃនឹងតទៅមុខទៀតហ្នឹងឯងអញ្ចឹងយើងពិនិត្យមើលអ្វីយើងមុខតែលះបង់ចោលទៅដែរអញ្ចឹងទៅទេមិនចាំបាច់សេវាសទិញអីដើម្បីឲ្យបានខាតពេលវេលា
យើងចំណាយពេលវេលាច្រើនណាស់ដើម្បីឲ្យបានអ្វីហ្នឹងពេលវេលាយើងត្រូវមកប្រកបជាមួយគ្នានឹងការសិក្សាអប់រំចិត្តទទួលយកឱវាទរបស់ព្រះសម្មាសម្ពុទ្ធតែព្រះអង្គត្រាស់ដឹងហើយព្រះអង្គសម្ដែងពធឲ្យយើងបានយល់ដឹងចាក់ធ្លុះទៅក្នុងអរិយសច្ចៈនេះយើងត្រូវការប្រកបជីវិតរបស់យើងជាមួយគ្នានឹងឱកាសហ្នឹងដែលព្រះអង្គរំលឹកថាខណោមេវោឧបច្ឆគានេះអ្នកទាំងឡាយកុំឲ្យខណៈដែលល្អហ្នឹងកន្លងទៅហ្នឹងឯងតែយើងចំណាយពេលវេលាដ៏មានតម្លៃអស្ចារ្យអញ្ចឹងទៅនៅក្នុងរបស់ដែលយើងត្រូវការប្រាថ្នាផ្សេងដែលអ្វីទាំងអស់នោះសំបីមានបានទៅក៏មិនអាចធ្វើឲ្យមនុស្សទេវតាណាគ្រប់គ្រាន់ដែរហើយមិនអាចមកឲ្យមានការចេះដឹងចាក់ធ្លុះទៅក្នុងសច្ចធម៌អីទៅទេមានតែឲ្យចម្រើនការប្រកាន់ការហួងហែងអញ្ចឹងវាត្រូវខាតពេលវេលាហើយថែមទាំងសន្សំអវិជ្ជាសន្សំទឹកដីល្ងងសន្សំតណ្ហាឧបាទានការប្រកាន់ហួងហែងទៅទៀតទីបំផុតចោលអស់ទៅអញ្ចឹងគឺយើងរៀនលះបង់ឲ្យហើយទៅចឹងមុខគេចោលទៅដែរហ្នឹងឯងយើងរស់នៅទៅតាមបនចាស់ទំនុកបំរុងអញ្ចឹងទៅមិនមែនថាយើងមិនប្រកបកិច្ចការងារដើម្បីចិញ្ចឹមជីវិតទេយើងកំណត់ល្មមដើម្បីថាឲ្យតែយើងបានរស់ប៉ុណ្ណឹងគឺល្មមក្នុងការដែលយើងប្រើប្រាស់ជីវិតមកជាមួយគ្នានឹងពធអវាទានុសាសនីហើយប៉ុន្តែបើថាបនចាស់ច្រើនចិត្តតែទំនុកម្រងមកចឹងទៅដូចលោកសិទ្ធិអនាតបិណ្ឌិតឧបាសិកាវិសាខាអីចិត្តតែចម្រើនទៅដោយទ្រព្យសម្បត្តិនឹងទៅម្ល៉េះហើយក៏កសាងវត្តទៅទំនុកម្រងទីខុសង្ឃមួយថ្ងៃរាប់ពាន់អង្គទៅនឹងក្នុងជីវិតរបស់ព្រះអរិយសាវកហ្នឹងឯងមិនមែនថាអ្នកកម្មពុទ្ធសាសនាចេះតែក្រទៅណាទាំងសម្មាអាជីវោថាចិញ្ចឹមជីវិតយ៉ាងល្អទៅក្នុងព្រះអរិយបុគ្គលទាំងដែលព្រះពុទ្ធអង្គទ្រង់ឧទានចំពោះព្រះទេវទត្តនោះដែលប្រាប់ព្រះអនន្តថាឈប់ធ្វើសង្ឃកម្មជាមួយសង្ឃហើយបំបែកធ្វើសង្ឃកម្មផ្សេងអញ្ចឹងទៅណានឹងឯងព្រះអនន្តក៏បានក្រាបទូលព្រះរាមាភិព្រះអង្គក៏ទ្រង់ឧទានប៉ុណ្ណាសុករាំងសាធុនីសាធុបាពេនទុក្ករាំងបាបាំងបាពេនអ្នកសុករាំងបាបៈមរិយេហេទុក្ករន្តិព្រះអង្គពុទ្ធឧទានថាសុករាំងសាធុនីសាធុនីហ្នឹងគឺសាធុជនហ្នឹងចឹងជនដែលល្អហ្នឹងណាហើយសាធុហ្នឹងគឺថាបានធ្វើនៅអំពើល្អអំពើដល់ប្រពៃហ្នឹងគឺសុករាំងបានដោយងាយអាហ្នឹងឧបនិស្ស័យដែលសន្សំមកចឹងគឺជាមនុស្សល្អធ្វើនៅអំពើល្អបានដោយងាយហ្នឹងដែលប្រែមកអញ្ចឹងគ្រាន់តែយើងដឹងពាក្យមួយថាសុករាំងប្រែថាធ្វើបានដោយងាយសាធុនីគឺមនុស្សល្អសាធុជនហ្នឹងហើយសាធុហ្នឹងគឺថាអំពើល្អអំពើដល់ប្រពៃហ្នឹងហ្នឹងឯងធ្វើបានដោយងាយប៉ុន្តែមិនមែនថាទូទៅសិតតែងាយចឹងទេចឹងបើគេសួរថាបុណ្យនិងបាបណាងាយជាងអានឹងយើងមិនអាចឆ្លើយដោយអត់បែងចែកប្រភេទនៃបុគ្គលទេយើងមិនអាចថាបាបងាយជាងអីចឹងទៅទេចឹងប៉ុណ្ណាហ្នឹងឯងពីព្រោះព្រះអរិយបុគ្គលលោកអត់ធ្វើបាបហ្នឹងឯងចឹងរឿងបាបដែលធ្វើងាយហ្នឹងវាបានតែនេះបាបទី3ណាបាបទី3ដែលថាបាប៉ាំងបាពេនអ្នកអាហ្នឹងបានសុករាំងហ្នឹងហើយបាពេនអ្នកហ្នឹងប្រែថាមនុស្សបាបហ្នឹងវាផ្ទុយពីសាធុនីគឺថាសាធុជនមនុស្សល្អណាហើយដល់បាពេនអ្នកហ្នឹងគឺមនុស្សបាបហ្នឹងហើយមនុស្សអាក្រក់ហ្នឹងគឺថាបាប៉ាំងបាពេនអ្នកអាហ្នឹងសុករាំងហើយបាប៉ាំងគឺអំពើបាបបាប៉ាំងផ្ទុយគ្នាពីសាធុ
năng ảnhមនុស្សបាបធ្វើបាបបានដោយងាយអាហ្នឹងងាយក្នុងបាបទៅតើមនុស្សបាបនឹងឯងចឹងហើយដល់ទៅអំពើល្អវាងាយបានតែជាមួយមនុស្សល្អទេបាបទី1សុករាំងសាធុនីសាធុនឹងឯងហើយសាធុនេះណាអំពើល្អនេះសាធុនេះណាបាពេនអ្នកទុក្ករាំងហ្នឹងបាបទី2នឹងឯងគឺបន្តពីសាធុដកឃ្លាទៅដាក់សាធុមួយទៀតណាបាពេនអ្នកប៉ុន្តែបាបទី1សុករាំងបាបទី2នេះទុក្ករាំងមកពីអីមកទីសាធុហ្នឹងងាយបានតែជាមួយសាធុនីទេដល់មកជាមួយបាពេនអ្នកគឺថាទុក្ករាំងទៅហើយណាជាមួយនឹងមនុស្សអាក្រក់ហ្នឹងសំសន្តានមិនល្អមកហ្នឹងគឺមិនងាយទេមិនងាយធ្វើអំពើល្អបានទេហ្នឹងឯងហើយបើបាបទី3ហ្នឹងតម្រូវទៅលើប្រទេវតតជាដើមហ្នឹងហើយចឹងបាបទី3ត្រង់ថាបាប៉ាំងបាពេនអ្នកសុករាំងមនុស្សបាបធ្វើនៅអំពើបាបបំបែកសង់អីចឹងទៅបានដោយងាយហ្នឹងឯងរហូតដល់ទៅចង់ធ្វើឃាតពេលតែមានពភាអីចឹងទៅទៀតចឹងហ្នឹងគឺនិយាយពីវិរៈបាបអកុសលដែលវាមានឥទ្ធិពលនៅក្នុងជីវិតហ្នឹងណាទោះជាប្រទេវតតសន្សំអភិនិហាបារមីមកដើម្បីបានជាព្រះវិជ័យកពុទ្ធតទៅទៀតក៏ដោយប៉ុន្តែវិរៈនៃបាបអកុសលហ្នឹងក្នុងជាតិហ្នឹងគឺក្រៃលែងទៅហើយចឹងប៉ុណ្ណាហ្នឹងចំណែកព្រះអរិយបុគ្គលវិញគឺលោកមិនធ្វើបាបទេធ្វើដោយក្រចឹងបានដោយក្រនឹងឯងនៅជាព្រះសេកបុគ្គលអីទៅនៅមានកិលេសមានអីតិចតួចអីចឹងដល់តែព្រះអរហន្តទៅគឺអស់ហើយបវិវេករសង្ឃបិថ្វារសង្ឃឧបសមស្សចៈនិត្តរោហោតនិបាបោធម្មបិតរសង្ឃបិវាំងគឺថាបានក្រេបនៅរស់នៃវិវេករស់នៃសេចក្តីស្ងប់គឺព្រះនិព្វានរស់នៃធម្មបិតទៅនិត្តរោហោតនិបាបោគាត់ថាគឺអស់អាការស្រេកឃ្លានអស់សេចក្តីត្រេកអរទៅក្នុងលោកអត់មានហេតុអីដែលនាំឲ្យការប្រព្រឹត្តបាបអកុសលនឹងកើតឡើងទេនិតបាបោចឹងហ្នឹងគឺទិសដៅនៃពុទ្ធបរិស័ទយើងហ្នឹងមិនចាំបាច់យើងគិតថាអស់បាបទៅយើងបានយ៉ាងម៉េចទៀតទេគឺទីបំផុតទុកវានៅត្រឹមអស់បាបនឹងឯងចឹងអស់លោភៈទុសៈមោហៈទៅយើងមានភ័យខ្លាចរឿងអីទៀតយើងមានតតិតទៀមអីជាមួយនឹងបញ្ញខੰជាមួយវត្តសង្សារទៀតហ្នឹងឯងចឹងមានសេចក្តីតក់ស្លុតឬក៏ត្រូវការប្រាថ្នាអីឲ្យខកចិត្តនៅពេលដែលមិនបានតាមប្រាថ្នាទៅត្រូវកើតទុក្ខអីហ្នឹងសិតតែរឿងកិលេសដែលនៅមិនតាន់បានលះដល់ទៅអស់បាបអស់កិលេសហ្នឹងទៅគឺអត់មានត្រូវការអីថាយើងលះលោភៈទុសៈមោហៈហើយយើងបានអីទៀតគឺអត់មានបញ្ហានឹងទេអត់មានទុកអត់មានកង្វល់អត់មានភ័យព្រួយអត់មានបញ្ហាអីទាំងអស់នឹងឯងជាទីបំផុតទុកអស់មានកិលេសអត់មានភិសង្ខារអញ្ចឹងគឺវាអត់មានក្រសែនៃវដ្តសង្សារតទៅទៀតទេការមិនកើតឡើងនៅទុកនឹងឯងដែលជាទុក្ខនិរោធអរិយសច្ចៈនោះនឹងឯងអញ្ចឹងនៅក្នុងសេចក្តីនេះក៏យើងបានសិក្សាទៅយើងបានជ្រួតជ្រាបថារឿងនៅក្នុងសន្តានអ្នកដទៃយើងត្រូវតែរៀនកាត់បន្ថយចឹងនឹងឯងកុំហួងហែងចិត្តសន្តានអ្នកដទៃហើយមកកើតទុកខ្លួនយើងនឹងឯងរឿងបាបរឿងអកុសលរឿងទោសកំហុសរឿងកិលេសរបស់អ្នកដទៃសោះហើយយើងមកដាក់ទោសខ្លួនយើងដុតរោលសន្តានចិត្តរបស់យើងនឹងឯងជារឿងដែលយើងត្រូវកែសម្រួលឡើងតែនឹងឯងកុំយកកំហុសរបស់អ្នកដទៃហ្នឹងមកដាក់ទោសខ្លួនយើងស្ដាប់កន្លែងហ្នឹងឲ្យបានអញ្ចឹងដាក់ទោសខ្លួនយើងអាម៉េចត្រង់ដែលយើងខឹងយើងស្អប់យើងឆ្លោះយើងតោះជាមួយគេហ្នឹងនៅពេលហ្នឹងយើងមួម៉ៅយើងក្តៅក្រហាយយើងកើតទុក្ខហើយហ្នឹងឯងដោយសារយើងទៅប្រកាន់ហួងហែងកិលេសបាបអ្នកដទៃហ្នឹងតែយើង
រស់សេចក្តីសុខយ៉ាងម៉េចទៅតើគិតថាឲ្យអ្នកដទៃនឹងមកធ្វើអីតម្រូវតាមចិត្តរបស់យើងបានគ្រប់គ្នាគ្រប់រឿងអីទៅហើយបើយើងគិតថាសេចក្តីសុខរបស់យើងវានៅត្រង់ដែលថាអ្នកដទៃធ្វើល្អដាក់យើងនិយាយល្អដាក់យើងអីអញ្ចឹងយើងរស់សុខមិនឃើញទេហ្នឹងឯងទោះជាប្រមាណអ្នកធ្វើល្អដាក់យើងក៏នៅមានអ្នកស្អប់អ្នកមិនចូលចិត្តអីអញ្ចឹងទៅហ្នឹងឯងជួនកាលគេធ្វើខុសទៅគេអញ្ចឹងទៅយើងដាក់ការហួងហែងទៅក្នុងរឿងអ្វីៗទាំងអស់ហ្នឹងមិនមែនថាមិនឲ្យយើងគឺថាកុំឲ្យយកចិត្តទុកដាក់ទៅក្នុងរឿងអីអញ្ចឹងមិនហាមឃាត់ទេប៉ុណ្ណាហ្នឹងឯងការដែលយកចិត្តទុកដាក់ទៅដើម្បីសិក្សានឹងល្អចឹងដើម្បីសិក្សាយកចិត្តទុកដាក់គឺថាយកចិត្តយើងទៅដាក់នៅក្នុងរឿងទាំងអស់ហ្នឹងដើម្បីសិក្សាប៉ុន្តែកុំឲ្យយករឿងហ្នឹងមកដាក់ក្នុងចិត្តចឹងណានាំឲ្យធ្ងន់នាំឲ្យស្ដុកនាំឲ្យចង្អៀតនាំឲ្យឆេះចេញទៅជាភ្លើងនាំឲ្យកើតទុក្ខចិត្តរបស់យើងមិនមែនធុងសារាមដែលមកស្មាញទៅដោយសេចក្តីសៅមងចង្អៀតចង្អល់ទឹកណែនស្មោកគ្រោកស្អុយក៏គ្រប់ទៅដោយក្លិនបាបក្លិនអកុសលនោះទេចិត្តរបស់យើងគឺជាពោជនីយដ្ឋានមានព្រះសទ្ធោបច្ច័យដីពពោធិព្រឹក្សដែលគួរដល់ការគោរពបូជាត្រូវតែស្អាតដោយស្រះបោកករណីដោយដើមឈើមលប់តិចវាលស្មៅអីចឹងទៅរបងខ្លោងទ្វារអាកាសធាតុអីគឺថាគួរតែអញ្ចឹងក្នុងចិត្តសន្តានរបស់យើងព្រោះពុទ្ធាំងសរណង្កិច្ឆាមិដោយមโนទ្វារវិថីចិត្តធម្មំសរណង្កិច្ឆាមិសង្ឃំសរណង្កិច្ឆាមិគឺថាមโนទ្វារវិថីចិត្តមានគុណពុទ្ធពធប្រសង្ឃសម្រាប់យើងគោរពបូជាមិនអាចស្មោកគ្រោកបានទេចឹងចិត្តរបស់យើងមិនមែនធុងសម្រាមមិនមែនកន្លែងចាក់សម្រាមទេជាកន្លែងត្រូវស្អាតចឹងណានឹងគឺយើងកុំចិត្តទៅប្រមូលរឿងសៅមងរឿងដែលកន្លងទៅហើយរឿងអីទាំងអស់ហ្នឹងយកមកធ្វើឲ្យកើតទុក្ខមិនសុខចិត្តធ្វើឲ្យមិនសប្បាយចិត្តធ្វើឲ្យមួម៉ៅដៅកាហាយស្ដាយក្រោយអំពើប្រព្រឹត្តរបស់ខ្លួនឯងក្តីអីហ្នឹងចឹងវាជាទុក្ខសាថ្មីថែមទៅទៀតឬក៏ថាបាបអកុសលអ្នកដទៃអីទាំងអស់ហ្នឹងយើងចេះតែប្រមូលយកមកទុកដាក់ដើម្បីខ្នន់ខ្នាញ់ទៅដើម្បីកើតទុក្ខអីចឹងទៅគឺវាជារឿងខ្វះខាតរបស់យើងត្រូវរៀបសម្រួលបោសសម្អាតកន្លែងហ្នឹងចឹងហ្នឹងឯងយើងគិតមើលតែរឿងច្រើនណាស់ដែលយើងធ្វើទៅមិនទាំងត្រូវចិត្តយើងផងចឹងចាំបាច់និយាយអីដល់ទៅអ្នកដទៃដែលយើងគិតថាឲ្យគេធ្វើអីត្រូវចិត្តយើងរលឹកចាំបានចឹងទៅវាជួយសម្រួលផ្លូវចិត្តព្រោះអាពេលយើងកើតទុកហ្នឹងតាមពិតមកពីយើងគិតខុសទេចឹងកើតទុកហ្នឹងមកពីគំនិតយើងទេដូច្នេះយើងអាចគិតឲ្យមានសេចក្តីសុខវិញតាន់ពេលវេលាហ្នឹងឯងដូរពីគិតខុសហៅអយោនិសោមនសិកាហ្នឹងឯងដល់ត្រឡប់មកគិតត្រូវវិញហៅថាយោនិសោមនសិកាបានសុខភ្លាមតាន់ពេលវេលាដែលគិតត្រូវហ្នឹងទាំងប៉ុណ្ណាហ្នឹងឯងយើងគិតចឹងយើងគិតថារឿងអីដែលយើងត្រូវតែហួងហែងចិត្តគំនិតអ្នកដទៃអធិស្រ័យអ្នកដទៃដូចជាបកាថាបាញ់មិញអញ្ចឹងគឺយើងស្ដាប់បកាថាបាញ់មិញព្រះអង្គសម្ដែងជាបុគ្គលាធិដ្ឋានជាបុគ្គលត្រង់ដែលថាសាធុបាពេនអ្នកទុក្ករាំងបុគ្គលបាបធ្វើនៅអំពើល្អបានដោយក្រអាហ្នឹងយើងស្ដាប់ជាបុគ្គលាធិដ្ឋានហ្នឹងហើយប៉ុន្តែយើងត្រូវយល់ទៅដល់ធម្មាធិដ្ឋានវិញទៅដល់ពធវិញណាដែលថាជាបុគ្គលបាបនឹងស្អីគឺវាជាការសន្សំសន្តានបាបទេវាអត់មានសត្វបុគ្គលណាទេបុគ្គលបញ្ញត្តិទេវាជាការសន្សំសន្តានដោយព្រះទេវទត្តអីចឹងសន្សំសន្តានចងពីវិរិយមួយព្រះអង្គអីមកអញ្ចឹងហ្នឹងឯងវាជា
វាជាចិត្តដែលឈ្មោះថាចិត្តដោយអត្តគិតអធិប្បាយថាដឹងច្បាស់នៅអារម្មណ៍ហ្នឹងមួយទៀតដែលឈ្មោះថាចិត្តដោយអត្តសន្សំសម្ដានដោយអំណាចជាវនៈវិថីគណាហ្នឹងឯងដែលឈ្មោះថាចិត្តដោយអត្តសន្សំវិបាកដោយអំណាចកម្មកិលេសហ្នឹងសិតតែឈ្មោះថាចិត្តដោយអត្តវិចិត្រតាមសំគូដែលនឹងវិចិត្រភពជាតិកំណើតកម្មជារូបអីដោយការវិចិត្រច្រើនបែបច្រើនយ៉ាងក្នុងនរកប្រែតិឆានមនុស្សអីហ្នឹងដែលឈ្មោះថាចិត្តដោយអត្តវិចិត្រតាមសម្បយុទ្ធធម៌និងអារម្មណ៍ពីព្រោះចិត្តហ្នឹងក៏ជាធម៌ដែលកើតពីបច្ច័យដែរវាត្រូវអារម្មណ៍មនបច្ច័យវាត្រូវចេតសិកនឹងឯងជាសហជាតិបច្ច័យអញ្ចឹងវាតាក់តែងចិត្តហ្នឹងទៅតាមអារម្មណ៍ហើយនឹងសម្បយុទ្ធធម៌ហ្នឹងគឺឈ្មោះថាចិត្តហ្នឹងមានសេចក្តីច្រើនទៅអញ្ចឹងហ្នឹងបរមត្តហើយដល់ទៅយើងយល់ដល់ការសន្សំសន្តាននៃមនុស្សម្នាក់ផ្សេងមកអញ្ចឹងហើយយើងទៅហួងហែងចិត្តសន្តានអ្នករតីវាជាការខ្វះខាតរបស់យើងចឹងហ្នឹងឯងអាហ្នឹងគឺការដែលយើងគិតហួងហែងចិត្តអ្នករតីទៅគិតឲ្យខ្លួនឯងកើតទុក្ខហើយហ្នឹងដល់តែយើងគិតថាអាហ្នឹងវាជារឿងអ្នករតីគឺគ្រាន់តែយើងចូលឲ្យទៅដល់បរមត្តទៅវាបាត់អ្នករតីហ្នឹងឯងដល់អញ្ចឹងវាមានសតិមានសម្បជញ្ញៈមានយោនិសោមអ្នកសការៈកើតឡើងយើងចោលយើងអត់ប្រកាន់យកមកឲ្យធ្ងន់ត្រង់ដែលអំពើកម្មអ្នករតីចិត្តគំនិតកិលេសអ្នករតីអីយើងអត់ទទួលយកមកឲ្យកើតទុកទេគឺយើងមិនហួងហែងហ្នឹងគឺបានន័យថាយើងដាក់ចោលហើយមានអីកើតទុកហ្នឹងឯងចា៎ដូច្នេះគឺយើងយល់អំពីផ្លូវចិត្តដែលចេះតែកើតទុករឿងអីគឺមកពីចេះតែហួងហែងរឿងរ៉ាវសពគ្រប់ទាំងអស់ហ្នឹងទៅតាមដែលខ្លួនឯងធ្លាប់បរិភោគខ្សែខ្លោយសោយធ្លាប់ញៀនញ៉ាមធ្លាប់ជាប់ជំពាក់ធ្លាប់ស្រឡាញ់ហ្នឹងវាចង់ឲ្យអ្វីហ្នឹងត្រូវចិត្តអញ្ចឹងនឹងឯងដែលជាការខ្វះខាតនៃពុទ្ធបរិស័ទយើងហ្នឹងយើងត្រូវរៀនសម្រួលចិត្តអប់រំចិត្តតាមសេចក្តីពិតវិញកុំទៅតាមមកចំណង់ហ្នឹងកើតទុកលហេមលហាមមកវត្តសង្សារមកហើយមកក្នុងពុទ្ធសាសនាព្រះអង្គឲ្យយើងយល់ជីវិតហ្នឹងសម្រាប់យល់មិនមែនសម្រាប់ហួងហែងទេចឹងអ្វីចូលមកដល់ជីវិតយើងក៏សម្រាប់យល់សម្រាប់យើងរៀនមិនមែនសម្រាប់ហួងហែងទេយើងនឹងស្អីមកហួងហែងលោកហ្នឹងតកែស្អីខ្លាំងប៉ុណ្ណាទៅមើលហ្នឹងឯងក្នុងលោកហ្នឹងយើងចង់កែប្រែលោកហ្នឹងទៅតាមការហួងហែងរបស់យើងហ្នឹងយ៉ាងម៉េចបានទៅព្រោះលោកនេះគេមានសច្ចៈធម៌របស់គេទៅបរមត្តសច្ចៈអរិយសច្ចៈសូម្បីតែព្រះពុទ្ធអង្គក៏រៀនថ្នាក់បរិញ្ញាទេកំណត់ដឹងនៅបរមត្តធម៌ក្នុងលោកសង្ខារលោកមានបច្ច័យកើតឡើងសម្រាប់ញាតបរិញ្ញាព្រះបច្ចេកពុទ្ធអគ្គសាវកពុទ្ធក៏រៀនឲ្យយល់ពីលោកនេះមេរៀនថ្នាក់បរិញ្ញាមាន3តែញាតបរិញ្ញាដឹងនាមរូបព្រមទាំងបច្ច័យតៃរណបញ្ញាដឹងនាមរូបដែលកើតរលត់និងបហានបរិញ្ញាលះបង់ការហួងហែងឃើញលោកនេះជាសច្ចធម៌តាមសេចក្តីពិតហើយសន្សំអភិនិហាបារមីមកផ្សំទៅជាប់បរិញ្ញាទាំង3បានជាពុទ្ធទៅព្រះបច្ចេកពុទ្ធអគ្គសាវកពុទ្ធទៅហើយយើងនេះស្អីគេណារហូតដល់ព្រះអង្គត្រាស់ជាពុទ្ធហើយសម្ដែងប្រាប់បង្រៀនហើយយើងអត់រៀនទៀតចេះតែអត់សុខចិត្តទេចង់តែតាមចិត្តខ្លួនឯងចង់ឲ្យលោកនឹងកែប្រែតាមចិត្តយើងដែរទៅរួចព្រោះលោកនឹងជាសច្ចធម៌អ្នកណាដែលបានដឹងនៅសច្ចធម៌ទៅជាព្រះអរិយបុគ្គលដែលឈ្មោះថាត្រាស់ដឹងនៅសច្ចៈនឹងឯងដូច្នេះសច្ចៈលោកនឹងគឺថាតថានិអវិតថានិអនញ្ញថានិព្រះអង្គសម្ដែងក្នុងដីដកលេខ39មហាវេរវៈព្រះអង្គប្រកាសពីសច្ចៈហ្នឹងគឺមាន3ហ្នឹងតថានិគឺថាវាអញ្ចឹងគឺថាវាដូចឆ្នោះឯងតថានិហ្នឹងចឹងតថសអានោស្អីណាអវិតថានិគឺថាវាអត់ប្រែប្រួល
ទុក្ខគឺទុក្ខសមុទយៈគឺសមុទយៈអញ្ចឹងសច្ចៈទាំង4ហ្នឹងនិរោធគឺនិរោធមគ្គគឺមគ្គអនញ្ញថានេះវាអត់ទៅជាប្រការដតីទេហ្នឹងគឺមេរៀននៅក្នុងលោកហ្នឹងដូច្នេះយើងត្រូវយល់ថាលោកនេះគេមានការពិតរបស់គេហ្នឹងឯងយើងវាចិត្តតែទៀមទាឲ្យលោកនេះដូចចិត្តយើងមិនមែនជាកំហុសរបស់លោកនេះទេលោកនេះគេនៅរក្សាការពិតរបស់គេអញ្ចឹងដោយបរមត្តទេក៏ណាយើងចូលឲ្យដល់បរមត្តចាត់ចេតសិករូបរៀងព្រះអង្គរៀងខ្លួនសពគ្រប់ចឹងទៅហើយសិក្សាតាមរយៈខណ្ឌទៅបញ្ញខណ្ឌហ្នឹងតាមរយៈអាយតនៈទៅទាំងអស់ហ្នឹងភេទទៅអីទាំងអស់ហ្នឹងអានឹងឯងដែលជាបរមត្តសច្ចៈហ្នឹងឯងសិតតែមានការពិតរបស់គេអញ្ចឹងដូច្នេះគឺមិនមែនជាកំហុសរបស់លោកនេះទេដែលយើងមិនបានអីតាមប្រាថ្នានោះមកពីយើងល្ងងខ្លួនយើងចិត្តតែហួងហែងចង់បានតាមតែចិត្តអីចឹងទៅវាអត់បានទេវាកើតទុករៀងខ្លួនអាហ្នឹងវាសច្ចធម៌ដែរត្រឹមត្រូវព្រោះសេចក្តីទុកចង្អៀតចង្អល់ហ្នឹងសិតតែមកអំពីកិលេសតណ្ហារៀងខ្លួនហ្នឹងឯងជាសច្ចធម៌ក្នុងជីវិតរៀងព្រះអង្គរៀងខ្លួនហ្នឹងទុកសមុទយៈហ្នឹងឯងដូច្នេះគឺបើយើងមកសិក្សាការពិតក្នុងលោកវាបានទៅជាការអប់រំអរិយមគ្គតែប្រធានបរិបត្តិវិបស្សនាទៅអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងកំណត់ដឹងនៅទុក្ខនឹងឯងតែចាប់ផ្ដើមដោយវិបស្សនាហ្នឹងគឺការកំណត់ដឹងនៅនាមរូបនឹងឯងប្រកក្តីក្នុងជីវិតហ្នឹងមានចាំបាច់យើងទៀមទាឲ្យនាមរូបហ្នឹងទៅជាអ្វីដទៃវាមានបច្ច័យកើតមកយ៉ាងម៉េចវាចឹងហើយរួចទៅវារលត់ទៅប៉ុណ្្នឹងទៅវិញនឹងឯងរូបធម៌ដីទឹកភ្លើងខ្យល់ខាងក្រៅហ្នឹងយើងមានដើរទៅហួងហែងកើតទុកអីផែនដីអញ្ចឹងយើងមានថាគេដើរជន់លើយើងអីណាបោះស្មោកគ្រោកអីផ្សេងហ្នឹងយើងមានដែរគិតថាគេចោលដាក់យើងអីណាអត់ទេហ្នឹងហើយយ៉ាងណាមិញកាយនេះដែលតាំងនៅដោយធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់បន្តិចបន្តួចហ្នឹងថិតថេរទៀងទាត់អីទៅជាខ្លួនយើងអាម៉េចទៅយើងកំណត់ឲ្យឃើញថាដីខាងក្នុងដូចតែដីខាងក្រៅទៅទឹកខាងក្នុងដូចជាទឹកខាងក្រៅភ្លើងខាងក្នុងទេជោធាតុហ្នឹងក៏ដូចជាទេជោធាតុខាងក្រៅវាយោខាងក្នុងដូចជាវាយោខាងក្រៅទៅនៅសល់តែវិញ្ញាណធាតុដែលដឹងអារម្មណ៍នឹងឯងដល់ទៅនៅសល់តែវិញ្ញាណធាតុវាអត់សមោហៈរួមជាមួយនឹងរូបអញ្ចឹងវិញ្ញាណធាតុវាមិនដែលជាស្រីជាប្រុសទេបើអត់រូបទេតែជាបរមត្តដែលមានពិតក្នុងការដឹងអារម្មណ៍អញ្ចឹងវាអត់ប្រកម្មថាវិញ្ញាណហ្នឹងជាខ្លួនយើងទេអានឹងឯងដែលឈ្មោះថាឃើញធัวគឺឃើញបរមត្តធัวឃើញសច្ចធัวហ្នឹងមិនប្រកម្មជាខ្លួនយើងវាមានចាំបាច់ហួងហែងអារម្មណ៍អីអារម្មណ៍របស់វិញ្ញាណតែប៉ុណ្្នឹងទេតាក្នុងโลกហ្នឹងវាមានស្អីអស្ចារ្យទៅត្រឹមតែអារម្មណ៍របស់វិញ្ញាណតែប៉ុណ្្នឹងអត់វិញ្ញាណក៏គ្មានណាទៅដឹងអីដែរមហាសិទ្ធិបើប៉ុណ្ណាក៏ដោយនឹងឯងដែលបានដឹងអ្វីក្នុងโลกមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិអីដោយសារតែវិថីចិត្តកើតឡើងហ្នឹងមិនតាន់ស្លាប់ផងគ្រាន់តែសម្រានលក់ហ្នឹងអត់មានមកដឹងថាអញសិទ្ធិអីមានទ្រព្យអីនឹងឯងវាអត់មានមโนទ្វារវិថីកើតទេណាចឹងគឺថាវាគ្រាន់តែជាវិថីចិត្តកើតឡើងតែប៉ុណ្ណឹងកាលណាបើយើងមិនប្រកាន់តែខ្លួនយើងវាអត់បញ្ហាអីជាមួយនឹងអារម្មណ៍ក្នុងโลกទេអារម្មណ៍ស្អីអារម្មណ៍គឺអ្វីដែលចិត្តដឹងហ្នឹងណាអារម្មណ៍អីក៏បានដែរឲ្យតែវិញ្ញាណមិនមែនជាខ្លួនយើងនឹងឯងចឹងចឹងគឺយើងមិនមែនចេះតែទៀមទាថាកុំឲ្យឈឺអីចឹងទៅឈឺយើងទៅពេទ្យទៅអីធម្មតាព្រះអង្គអនុញ្ញាតបច្ច័យ4តាំងពីចៃវរមកដល់គិលានភេសជ្ជៈអីចឹងអាហ្នឹងគឺប្រើប្រាស់ទៅមានជីវិតរស់នៅអប់រំចិត្តទៅឈឺតែរូបកាយតែកុំឲ្យឈឺចិត្តនឹងឯងហើយឲ្យព្រមជាមួយគ្នានឹងអ្វីជាសង្ខារធម៌ហ្នឹងយើងមិនមែនចេះតែទៀមទាប្រាថ្នាអីឲ្យបាននឹងប្រាថ្នាអីឲ្យបាននឹងទេវាមិនអាចចេះតែបានតាមយើងត្រូវការទេបើអញ្ចឹងវាអត់មានអ្នកចាស់អ្នកឈឺអ្នកស្លាប់ទេបើចេះតែបានតាមប្រាថ្នានោះមើលមាននរណាចង់ចាស់មាននរណាចង់ឈឺមាននរណាចង់ស្លាប់មាននរណាចង់ព្រាត់ប្រាសមាននរណាចង់បានអកុសលវិបាកទុក្ខទោសគ្រោះថ្នាក់អីសពគ្រប់នឹងមាននរណាចង់បាននឹងឯងហើយបើចេះតែអ្វីបានតាមប្រាថ្នាគឺមានអស់ហើយមានអ្នកក្រោយណានឹងឯងមានអ្នកស្លាប់ឯណាចង់តែរស់អញ្ចឹង
ជាអ្នកធំអស់ហើយមាននៅតូចតាចអីទៀតបើចេះតែបានតាមប្រាថ្នានឹងឯងដូច្នេះយើងកុំចេះតែថាសូមឲ្យខ្ញុំបានយ៉ាងនេះសូមឲ្យខ្ញុំបានយ៉ាងនេះសូមពីណានឹងឯងយើងបានមកជួបពធហ្នឹងបើយើងសូមថាសូមឲ្យខ្ញុំបានដល់នៅសេចក្តីសម្រេចគឺថាព្រមតាមអ្វីៗក្នុងโลกនេះនឹងឯងរួចទៅបើខាត់អប់រំចិត្តទៅយើងអាចសម្រេចបានធ្វើឲ្យខ្លួនឯងបាននឹងឯងគឺថាបាននៅការយល់ថាអ្វីមិនចេះតែបានតាមប្រាថ្នាទេឲ្យសម្រេចនៅការយល់ជាកិច្ចការងារក្នុងជីវិតតែហ្មងណាការយល់ហ្នឹងកុំឲ្យគ្រាន់តែយល់ប៉ុន្តែមិនព្រមតាមយល់ដូចយើងយល់ថាមិនមែនអ្វីចេះតែបានតាមប្រាថ្នាប៉ុន្តែចេះតែបដោយទៅតាមចំណង់ត្រូវការហ្នឹងយើងគ្រាន់តែមកកម្រិតយល់ប៉ុន្តែត្រូវអប់រំអាការយល់ហ្នឹងយល់ថាអ្វីមិនចេះតែបានតាមប្រាថ្នាហ្នឹងរហូតដល់ទៅលះបង់តណ្ហាហ្នឹងបានទៅតាមកម្រិតនៃបញ្ញាដែលលះអញ្ចឹងណាដូច្នេះសេចក្តីសុខនៅក្នុងការអប់រំចិត្តហ្នឹងមិនមែនសុខចិត្តតែបានអីតាមប្រាថ្នាបានអីតាមប្រាថ្នាទេចឹងសេចក្តីសុខហ្នឹងវានៅត្រង់យល់ថាអ្វីមិនចេះតែបានដូចចិត្តចង់ណាការយល់នេះទេដែលនាំឲ្យមានសេចក្តីសុខយល់ថាអ្វីមិនចេះតែបានដូចចិត្តទេហើយព្រមតាមសេចក្តីពិតចឹងណាមិនមែនមិនបានហើយកើតទុកទោមនស្សទេមិនបានហើយព្រមថាការពិតវាអញ្ចឹងដែលវាអត់បានដូចចិត្តយើងមែនក៏ប៉ុន្តែអ្វីហ្នឹងជាការពិតរបស់គេយើងវាចិត្តតែចង់តែខ្លួនយើងទេប៉ុន្តែអ្វីដែលមិនបានដូចចិត្តយើងចង់ហ្នឹងគេមានសេចក្តីពិតរបស់គេ 100% ដល់យើងយល់ដឹងអញ្ចឹងទៅអានេះឯងតែដែលជាការសម្រេចនៃសេចក្តីសុខនៃពុទ្ធបរិស័ទយើងហ្នឹងឯងសេចក្តីសុខវានៅអញ្ចឹងទេស្ថិតនៅក្នុងការអប់រំចិត្តនៅពីក្មេងសុខតាមក្មេងរត់លេងទៅពេញវ័យក៏រីករាយសប្បាយជាមួយរបស់ក្នុងโลกទៅចូលមកដល់វ័យកណ្ដាលទៅក៏ពេញចិត្តនឹងការគ្រប់គ្រងផ្ទះពេញចិត្តនឹងឋានៈបុណ្យស័ក្តិរិទ្ធអំណាចពេញចិត្តនឹងកិត្តិយសគេឈ្មោះអីចឹងទៅដល់ពេលចាស់ជរាទៅពេញចិត្តនឹងជួបជុំកូនចៅដែលល្អទៅនឹករលឹករឿងអតីតកាលចឹងទៅនោះចាស់នោះនឹងឯងនៅពីក្មេងចេះតែលេងតែបច្ចុប្បន្នហ្នឹងបានចេះគិតអនាគតអីទេដល់ទៅពេញវ័យមានភរិយាស្វាមីទៅគិតរឿងអនាគតដល់ទៅពេលចាស់ជរាត្រឡប់មកគិតអតីតកាលវិញហើយដល់ហ្នឹងពេលហ្នឹងយើងជួបបុណ្យកុសលសម្បើមដែលយើងបានបំពេញហើយទាំងរីករាយមិនអបសុខទេត្រេកអរនឹងបុណ្យអីខ្លះបានបំពេញទៅហ្នឹងប៉ុន្តែបើនិយាយពីអ្នកប្រព្រឹត្តធម៌វិញគឺថាមិនថាក្មេងមិនថាកណ្ដាលមិនថាចាស់ទេចឹងគឺមានសេចក្តីស្ងប់ភ្លឺស្វាងយល់ត្រូវហើយនឹងលះបង់នៅអ្វីដែលមិនអាចហួងហែងបាននឹងឯងចឹងអតីតាធម្មាគឺថាឲ្យកន្លងទៅចោនឹងឯងជូនដំណើរអ្វីហ្នឹងគឺបានដីថាព្រមជាមួយនឹងអតីតាធម្មាហ្នឹងអ្វីដែលកន្លងទៅហ្នឹងរស់នៅជាមួយនឹងការពិតបច្ចុប្បន្នហ្នឹងដោយមិនបន្ទុះមិនតោះហើយតែកាលណាមិនបន្ទុះមិនតោះហើយវាអត់កើតទុកទេចឹងជាមួយនឹងបច្ចុប្បន្នហ្នឹងណានឹងឯងដែលឃើញការពិតអ្វីចូលមកដល់ជីវិតរបស់យើងហ្នឹងមិនមែនចូលមកឲ្យយើងភ័យទេមិនមែនចូលមកឲ្យយើងខ្លាចទេអ្វីដែលបានមកដល់ជីវិតយើងបច្ចុប្បន្នហ្នឹងមិនមែនអាក្រក់មករយយើងទេមកពីយើងដូចនៅកូនក្មេងអញ្ចឹងណាស្រឡាញ់តែមុខម៉ែអញ្ចឹងទៅឬឪពុកទៅគាត់ចេះតែនៅជាមួយលេងជាមួយដល់ឃើញអ្នកដទៃខ្លាចនឹងឯងសំដែងអាការភ័យខ្លាចអីចឹងណាកូនក្មេងភាកច្រើនអញ្ចឹងណាយំទៅអីទៅមិនតាមអ្នកដទៃអីចឹងនឹងឯងហើយមានអ្នកខ្លះចូលចិត្តសន្លប់ទៅទៀតខ្ញុំមិនណានៅពីតូចណាហ្នឹងហើយលោកតាមអ្នកនៅក្បែរផ្ទះហ្នឹងគាត់ចូលចិត្តសម្លប់ទៅលឺតែមាត់គាត់មកខ្លាចហ្មងខ្លាចរត់កិច្ចចឹងទៅហ្នឹងគឺនៅពីក្មេងអញ្ចឹងហើយខ្ញុំណាលើកឡើងចង់បញ្ជាក់ថារឿងអ្វីដែលចូលមកដល់ជីវិតរបស់យើងហ្នឹងដែលយើងចិត្តតែភ័យខ្លាចមកពីយើងនៅក្មេងអញ្ចឹងនៅមិនបានតន់ចេះគិតគឺថាវាអត់តាន់មានបញ្ញាយល់ដឹងពីការពិតក្នុងโลกនេះនឹងឯងអ្វីដែលចូលមកដល់ហ្នឹងសូម្បីតែសេចក្តីទុក្ខបង្រៀនយើងល្អណាបង្រៀនយើងតាមពិតទៅណែអាសេចក្តីសុខសប្បាយរីករាយនេះគឺ
យើងខ្វះបញ្ញាយើងខ្វះបញ្ញាយើងអត់យល់អាសេចក្តីសប្បាយរីករាយហ្នឹងបោកយើងណាទាំងបោកឲ្យយើងជាប់ជំពាក់នៅក្នុងភពចម្រើនទៅដោយហេតុនៃសេចក្តីទុក្ខនឹងឯងចឹងបើសេចក្តីទុក្ខវិញនឹងឯងប៉ុន្តែវាតេតងនឹងការដែលយើងបានស្ដាប់ពធទាំងសិក្សាពធដល់អញ្ចឹងទៅសេចក្តីទុក្ខហ្នឹងដាស់តឿនរំលឹកយើងកុំឲ្យយើងចិត្តរីករាយនៅក្នុងភពហ្នឹងសេចក្តីទុក្ខប៉ុណ្ណឹងទ្រាំទៅបើទុក្ខ10 ដង100 ដងជាងនឹងទៅទៀតយើងទ្រាំមិនបានដល់ទៅពេលវាមានសេចក្តីទុក្ខរសជាតិនៃសេចក្តីទុក្ខហ្នឹងវាលំបាកទេវាមិនមែនដូចយើងជាទេអាជាយើងគិតទៅវាដូចថាសំបីតែគិតទៅដល់ភ្លើងនរកក៏ដូចជាស្រួលដូចខែល្ងាអាំងភ្លើងអីមិនវាអត់នឹកតក់ស្លុតទេហ្នឹងឯងពីព្រោះសុខវាបាំងទុក្ខហ្នឹងឯងប៉ុន្តែដល់ទៅពេលទុក្ខឈឺថ្មិញឈឺក្បាលឈឺពោះលហិតលហៈញ័រខ្លួនចង់ក្អួតអាពេលទុក្ខវេទនាកើតឡើងអាពេលហ្នឹងយើងកំណត់ដឹងថាគ្រាន់តែប៉ុណ្្នឹងឯងចុះបើខ្លាំងជាងនឹងទៅទៀតទៅយើងទ្រាំមិនបានអានឹងឯងដែលធ្វើឲ្យយើងនឹកខ្លាចសេចក្តីទុក្ខក្រៃលែងទៅទៀតព្រោះសេចក្តីទុក្ខបើមានប៉ុណ្្នឹងហើយអាខ្លាំងជាងនឹងទៀតចេះតមអីទៅរឿងអីដែលថាកើតអត់បានបើប៉ុណ្ណេះវាចេះកើតបានណាអា10 ដង20 ដងហ្នឹងក៏អាចកើតបានដែរវាមានខ្លាចទៅណាវាមានស្ដាប់បង្កប់ទៅណាអកុសលវិបាកបដិសន្ធិអាចកើតបានណាអ្វីក៏អាចកើតបានដែរទៀតនៅក្នុងโลกនេះគ្មាននរណាទៅហាមឃាត់បើហាមឃាត់បានកុំឈឺឥឡូវហ្នឹងទៅបើប្រកែហ្នឹងឯងមើលដូច្នេះសេចក្តីទុក្ខហ្នឹងបង្រៀនយើងបង្រៀនថាសេចក្តីទុក្ខមែនទេណាទុក្ខវេទនាហ្នឹងណាតោមនោះផ្លូវចិត្តទៀតដូចនៅក្នុងនរកអីហ្នឹងមិនមែនតែទុក្ខផ្លូវកាយទេទាំងទុំមโนគឺថាតោមនោះដល់ក្រៃលែងទៅទៀតហ្នឹងឯងហើយកើតមិនបានមានរឿងអីកើតបានឥឡូវហ្នឹងយើងចេះតោមនោះដែរតើចេះខឹងដែរតើចេះកើតទុក្ខដែរតើចេះភ័យដែរតើមើលមានស្អីហាមឃាត់បានដូច្នេះអាទុក្ខជាងនឹងអាភ័យជាងនឹងស្អីគឺថាអាចកើតឡើងបានទាំងអស់អានឹងឯងសេចក្តីទុក្ខហ្នឹងបង្រៀនយើងដើម្បីឲ្យយើងចេះអត់ធន់ជាមួយគ្នានឹងទានសិលភាវនាហ្នឹងគឺកុំបោះបង់ចោលត្រូវអោបកសោបកុសលធម៌ហ្នឹងដើម្បីឲ្យយើងបានរួចផុតពីសេចក្តីទុក្ខទាំងអស់ហ្នឹងសេចក្តីទុក្ខហ្នឹងបង្រៀនយើងឲ្យខ្លាចទុក្ខទោសក្នុងវដ្តសង្សារហើយកុំឲ្យយើងមានសេចក្តីប្រមាទនៅក្នុងការបំពេញបុណ្យកុសលអាហ្នឹងឯងមើលសេចក្តីទុក្ខហ្នឹងទៅជាមកបង្រៀនយើងទៅវិញទៅមកណែនាំមកអប់រំមករំលឹកដាស់តឿនយើងទៅវិញទៅសេចក្តីទុក្ខក្នុងកំណើតជាមនុស្សនេះវាមិនមែនសម្រាប់ឲ្យយើងភ័យខ្លាចឯណាសម្រាប់ឲ្យយើងឃើញសេចក្តីទុក្ខក្នុងវដ្តដែលវាមានបច្ច័យឲ្យកើតឡើងវាអត់មានអ្នកណាធ្វើឲ្យខ្លួនឯងទេនឹងឯងតែវាអាចកើតឡើងបានអញ្ចឹងវានៅក្នុងសព្ពេធម្មេអនត្តារបស់ណាមិនទៀងជាទុក្ខរបស់ណាជាទុក្ខមានសេចក្តីប្រែប្រួលប្រព្រឹត្តទៅជាទោសគឺថាវានៅក្នុងធម៌ទាំងឡាយអាស្រ័យបច្ច័យកើតឡើងបានវាកើតឡើងបានហ្នឹងណាវាមានអ្នកណាទៅធ្វើឲ្យខ្លួនឯងចឹងអាហ្នឹងបានឃើញវដ្តសង្សារហ្នឹងទៅតាមអំណាចនៃការអប់រំចម្រើនបញ្ញាអញ្ចឹងគឺយើងសិក្សាជាមួយគ្នានឹងការពិតដែលបានចូលមកដល់ជីវិតរបស់យើងដល់អញ្ចឹងទៅយើងក៏មិនចាំបាច់ហួងហែងអាឡោះអាល័យអតីតកាលក៏មិនខ្វាយខ្វល់អីទៅក្នុងអនាគតទេពីព្រោះអីពីព្រោះរស់នៅជាមួយគ្នានឹងការពិតក្នុងបច្ចុប្បន្នហ្នឹងមានសេចក្តីសុខស្ងប់ដោយការមិនប្រកាន់មិនហួងហែងជាមួយគ្នានឹងសេចក្តីពិតហ្នឹងអញ្ចឹងអនាគតក៏វាតែប៉ុណ្ណឹងវាមានអនាគតណាដែលមិនមែនជាការពិតវាមានអនាគតឯណាដែលអត់មានហេតុអត់មានបច្ច័យត្រឹមត្រូវវាអត់មានអីដែលឲ្យយើងខ្វល់ហួងហែងទៅទេចឹងអញ្ចឹងគឺថាបច្ចុប្បន្នភាពនេះឯងដែលយើងអាចរស់នៅដោយសេចក្តីអត់ធន់ដោយសេចក្តីជាយាមនៅក្នុងអរិយមគ្គប្រកបដោយអង្គ8ប្រការទៅបានអញ្ចឹងពុទ្ធបរិស័ទយើងក៏បីមានសេចក្តីជ្រះថ្លានៅក្នុងបវរនៃពុទ្ធសាសនាហើយយើងដើម្បីបានពុទ្ធសាសនាតាំងនៅជាមរតកយើងមានមេត្តាករុណាដល់កូនដល់ចៅមានតែពឹងប្រសង់នឹងឯងចឹងដើម្បីគង់នៅថែរក្សាតាមវត្តអារាមទីក្រុង
ស្រុកស្រែចំការអីនឹងយ៉ាងណាហើយពុទ្ធបរិស័ទយើងទំនុកបំរុងបច្ច័យ4កុដិសាលាព្រះវិហាររបងខ្លោងទ្វារអីទាំងអស់ដើម្បីបានប្រសង់គង់នៅអ្នកដែលថែរក្សាបឋមចេតិយហ្នឹងគឺទាល់តែថាជាអ្នកបួសអញ្ចឹងនឹងឯងលះបង់ទុកកង្វល់បញ្ហាផ្សេងទៅមិនមែនគ្រាន់តែមកថែរក្សាបត្រៃ3ដកទេទ្រង់បរិបត្តិទៅដោយសិលសមាធិបញ្ញានឹងទៀតដែលឈ្មោះថាព្រះពុទ្ធសាសនាតាំងនៅក្នុងស្រុកខ្មែរយើងដែនដីសវណ្ណភូមិជាដើមនេះដែលព្រះអាទិត្យបានកំណត់ពន្លឺរស្មីពណ៌មាសនៅពេលដែលរះឡើងនឹងយ៉ាងណាព្រះពុទ្ធសាសនានៅសវណ្ណភូមិស្រុកខ្មែរយើងជាដើមហ្នឹងគឺខ្មែរយើងជាដើមនេះឯងដែលជាអ្នកកំណត់ជាអ្នកថែរក្សាទៀតសូមឲ្យពុទ្ធបរិស័ទញាតិញោមស្រីប្រុសទាំងអស់បានរីករាយជ្រះថ្លាចាប់តាំងពីពេលហ្នឹងទៅគឺថាមិនយករឿងរ៉ាវនាំមកឲ្យធ្ងន់ចិត្តអីទៅទេចឹងក៏ណាហ្នឹងហើយយើងក៏កំណត់ព្រះពុទ្ធសាសនានៅដែនរវណ្ណភូមិដោយសារខ្មែរយើងហើយក៏កំណត់ជីវិតរបស់យើងទៅតាមព្រះធម៌ព្រះវិន័យនឹងទៀតមិនឲ្យទង្វើរបស់អ្នកដទៃពាក្យសម្ដីអ្នកដទៃអីមកកំណត់ជីវិតយើងត្រូវឲ្យយើងកើតទុកត្រូវឲ្យយើងមួម៉ៅដល់កាហាយត្រូវឲ្យយើងដើរផ្លូវនេះត្រូវឲ្យយើងដើរផ្លូវនោះដោយសារអ្វីពីខាងក្រៅមករៀបចំផ្លូវឲ្យយើងទេគឺយើងយកព្រះធម៌ព្រះវិន័យនឹងមកកំណត់ផ្លូវនៃជីវិតរបស់យើងជាផ្លូវសុខសន្តិភាពទាំងសូមអនុមោទនាចឹងបានទុកដាក់ប្រាក់បុជាពធដោយបាសអ៊ូវុនផ្សេងបាសកាលៀងឡាំងព្រមកូនចៅ$20បាសកាចន្ទធី60000ហើយដោយបាសកច័ន្ទហៀងនិងបាសកាជាហង្ហួរព្រមទាំងបុត្រធីតា$50ម៉ារីដែត100,000ហើយបាសិកាស្រេងសម័យនិងស្រេងសាមីនិងស្វាមី$20ទាំងបាសិកាលីសូកេចព្រមទាំងកូនចៅទួត$50បាសិកាឡៅរំលៀងស្វាមីព្រមទាំងបុត្រ$50បាសិកាជាសនាវី$5បាសិកាស៊ូគៀងស្វាមី$10បាសិកាស៊ូពូលីននឹងឯងស៊ូពូលីននឹងស្វាមី20000ហើយបាសិកាមិញស៊ីតារាលោកគ្រូធម្មបណ្ឌិតអ៊ឺសៅបាសិកាតាន់ភេជូបាសិកាឡយពីងបាសិកាពៅបាសកខួនខឿងបាសិកាសថារិននិសិថាបាសិកាកៅជៀនបាសកច្រឹងស៊ូស្ដីបាសិកាកៅឆេងហ៊ីបាសិការស់បាសិកាជួនស្រីបាសិកាស៊ីមយាយហួយបាសិកាសិមស្រីពេជ្រណាបានពុជាប្រចាំហើយនឹងបាសិកាមនចិន្តាបាសិកាខុតបន្ថាបាសិកាតាំងបោជឹងបាសិកាកាំងដេចណៃនិងក្រុមគ្រួសារព្រមទាំងធម្មញាតិធម្មមិត្តបាសិកាហ៊ុនហេងក្រុមគ្រួសារបាសិកាពុទ្ធទ្វីនិងអ្នកម្ដាយបាសិការស់ណាងពុទ្ធបរិស័ទ$830,000ទាំងបាសិកាកាំងដេចណៃ$100ហើយនឹង$140,000ថែមទៀតអញ្ចឹងសរុបទាំងអស់ទៅបានប្រមាណ$283,000បានច្រើនណាស់អញ្ចឹងទៅគ្រប់ទៅបាន3លានណាដោយសេចក្តីជ្រះថ្លាចូលជាមួយនឹងគុណចាស់ដោយឱកាសពេលវេលាដែលសំខាន់ដែលយើងប្រើប្រាស់ជីវិតរបស់យើងហើយមានប្រយោជន៍សម្រាប់យើងបានចម្រើនទៅដោយការចេះដឹងពលឺភ្លឺស្វាងការអប់រំចិត្តនៅមានតាមលំដាប់ថ្នាក់ទៅទៀតយើងសប្បាយរីករាយនឹងឡើងទៅតាមចន្ទើរនៃពធចឹងដើម្បីបានកាន់តែមើលមកឃើញអ្វីទៅតាមសេចក្តីពិតដែលបញ្ញខណ្ឌជីវិតឡោមព័ទ្ធទៅដោយជារៀបជាធិមរណៈអនិច្ចំទុក្ខអនត្តាជាមួយគ្នានឹងការដែលយើងមិនប្រកាន់មិនហួងហែងហ្នឹងនេះហើយគឺជាការឡើងកាន់ប្រាសាទនៃពធទាំងសូមបានរួចផុតចាកទុក្ខទាំងពួងគ្រប់ព្រះអង្គគ្រប់គ្នា